ជារៀបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំមកបាទមកស្រែបងប្អូនបាទប្រុសស្រីនៅស្រែនៅក្រៅភូមិបងប្អូនបាទក៏ជិះម៉ូតូដើរថតបន្តាបងប្អូនជិះម៉ូតូដៃមួយខាងថតដៃមួយខាងបាទផ្លូវក៏វាលលាក់ខ្លាំងទៀតអូបងប្អូនហើយខ្ញុំចេះតស៊ូទៅដើម្បីបងប្អូនបានទស្សនាបាទមើលជិះដៃម្ខាងមើលចុះឡើងបាទហើយអាតនេះភ្លឺខ្ពស់ទៀតខាងនេះក៏ស្រះខាងនេះក៏ផ្លូវក៏ឡាច់តិចប្រុកតែស្រែប្រុកក៏តស៊ូទៅបងប្អូនចេះទៅមុខមិនហ៊ានឈប់ទេខ្លាចដូលទៅហើយបងប្អូនឯខ្សាច់ផងភក់ផងទៅឡប់ទៅលោះថតបានស្អាតទេបាទហើយក៏ចិត្តដល់ហើយបងប្អូនចិត្តដល់ហើយស្រែវារៀងឆ្ងាយដែរចិត្តដល់ហើយណាបាទមកដល់នេះខ្ញុំក៏កាត់វីដេអូកុំឲ្យវីដេអូវាមកដល់ស្រែបងប្អូនត្រាក់កំពុងតែភ្ជួរកំពុងតែប្រតិបត្តិការភ្ជួរដីភ្ជួរប្រអប់ម្ដងហើយបងប្អូនភ្ជួរម្ដងទៀតឲ្យវាកើតផលស្រូវឲ្យបានច្រើនអញ្ចឹងណាស្រែនេះធំបងប្អូនស្រែនេះអូមើលទៅមុតផុយល្អដល់ឡាបាទហើយតកង់កំពុងតែរឹបហើយបងប្អូនព្រោះដីភ្ជួរផ្អាប់ម្ដងហើយភ្ជួរលើកទី2វាផុយបងប្អូនវាមុតស្រួលអត្រាជន់យោហ្នឹងបងប្អូនបាទហើយក៏មិនយូរទេបាទប្រហែលជា1ម៉ោង2ម៉ោងប្រហែលជា2ម៉ោងរួចបងប្អូនស្រែវាចិត្តមហាត់ដែរបាទក៏សូមអត់និយាយអីច្រើនទេបងប្អូនមិនតែប៉ុណ្ណេះហើយក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់ដែលនៅស្រុកខ្មែរដែលនៅហើយនិងអ្នកក្រៅប្រទេសបងប្អូនដែលបានទស្សនាវីដេអូនេះបើសិនតើបងប្អូនទស្សនាហើយបើសិនតើបងប្អូនចូលចិត្ត Channel ខ្ញុំបាទសូមបងប្អូនចុច Subscribe មួយហើយនឹងឲ្យមេដៃមួយ Comment ហើយនឹងដាក់សញ្ញាកណ្ដឹងដើម្បីនឹងបានទស្សនាវីដេអូថ្មីពី Channel របស់ខ្ញុំបាទផងដែរបាទហើយលើអត្រាកំពុងតែសកម្មភាពភ្ជួរទៅមកបាទព្រោះខ្ញុំបញ្ញាប់បាទបងប្អូនខ្ញុំបញ្ញាប់ហើយក៏ប្រាប់គាត់ឲ្យខំស្រោតឲ្យលឿនតិចព្រោះខ្លាចមេឃភ្លៀងបងប្អូនបាទនេះបងប្អូនបាទមកដល់កន្លែងនេះខ្ញុំកាត់វីដេអូឥឡូវជិតរួចបងប្អូននៅប្រហែលមួយងាតូចទៀតរួចហើយបាទត្រាក់បោលយកបងប្អូនប្រហែលជាលេខ3លេខ4អត្រាបាទនៅខាងខ្ញុំនេះបងប្អូនគឺគេធ្វើស្រែភាសាបងប្អូនធ្វើស្រែភាសាធ្វើស្រូវរំដួលបងប្អូនស្រូវរំដួលស្រូវរំដួលដល់ពេលទុំបានលក់វាបានរាងថ្លៃដែរបងប្អូនហ្នឹងហើយមួយឆ្នាំធ្វើតែម្ដងទេព្រោះវាអត់ដូចស្រូវប្រាំងទេបងប្អូនស្រូវភាសាគេធ្វើតែម្ដងទេកម្មភាពអត្រា60ភ្ជួរដីនៅភូមិពេជ្រកបងប្អូនដែលស្ថិតនៅគេហៅតត្រកវាលតត្រកឯបរិសជ័យបងប្អូនបាទភ្ជួរបាទប្រាក់កំពុងតែជួនយកហើយបងប្អូនចិត្តរួចហើយ
ថានឹងក៏ព្រោះគាត់ព្យួរលឿនដែរបងប្អូនគាត់ព្យួរលេខ2លេខ3អីដីព្យួរ2ដងគេវាផុយល្អវាអត់តឹងបាទហើយបាទក៏មានទេសភាពស្អាតបងប្អូនមានសត្វមានអុយជាប់បាទមានចកាស្វាយមានអុយជាប់បងប្អូនបាទអូច្បាស់បាទឥឡូវនេះវីដេអូរបស់ខ្ញុំក៏បានដល់ទីបញ្ចប់ហើយបងប្អូនបាទជាចុងក្រោយសូមអរគុណចំពោះពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនានៅវីដេអូនេះ